ស្ដីដល់អ្នកមិនសួរខ្ញុំម្ដងទៀតដែរលំហាត់នេះគឺយើងធ្វើតែតទៅណាវិសម័យការ logarit ចង្ហាវិសម័យការ logarit វិធីនេះគឺងាយៗមែនតើអ្នកគ្នាប៉ុន្តែអីដែលយើងត្រូវច្រាមកតទៅនឹង logarit ទី1គឺត្រូវឲ្យលក្ខខណ្ឌទី2ទៅមើលទៅនឹង co-logarit co-logarit ចន្លោះពី0ដល់1គឺយើងត្រូវតែបដូរទិសដៅសញ្ញាប៉ុន្តែបើសិនជា co-logarit ធំជាង1ឬក៏និយាយទៅឲ្យតែធំជាង1អញ្ចឹងហ្នឹងគឺអត់បដូរទិសដៅទេតែបើកាលណា co-logarit គឺចន្លោះពី0ដល់1មានន័យថា 0.1 0.2 0.3 0.5 អីហ្នឹងដឹងតែត្រូវបដូរទិសដៅទេបងប្អូនគ្នាហ្នឹងចន្លោះពី0ដល់1ណាឥឡូវយើងមើល logarit នេះក៏វាមានចំណុចពិសេសរបស់វាដែរគឺ co 1លើ2ដូចបងប្អូនគ្នាដឹងចឹងថា1លើ2គឺស្មើជាមួយនឹង 0.5 0.5 មកបងប្អូនគ្នាគឺវាអត់ធំជាង1ហើយក៏វាមិនតូចជាង0ដែរមានន័យថាវានៅពីចន្លោះពី0ដល់1ដែលជាហេតុនាំឲ្យអាវិសម័យការហ្នឹងវាបដូរទិសដៅឥឡូវយើងមកបដូរទិសដៅសិនណាបងប្អូនគ្នាអញ្ចឹង logarit co 1លើ2នៃ12ធំជាង logarit co 1លើ2នៃ 5x ដក3បងប្អូនគ្នាឃើញអត់បដូរទិសដៅអញ្ចឹងហើយចាំបងប្អូនគ្នាឲ្យលក្ខខណ្ឌក៏បានដែរសម្រាប់ការឲ្យលក្ខខណ្ឌបងប្អូនគ្នាត្រូវដឹងហាមចេះហេតុអីបានត្រូវឲ្យលក្ខខណ្ឌដោយសារតែ logarit ពេលខ្លះវាអាចនឹងមានន័យឬក៏វាអាចនឹងប៉ិតកាលណាតែយើងឲ្យលក្ខខណ្ឌវាអញ្ចឹងឯងហើយគ្រប់ logarit វិសម័យការ logarit ទាំងអស់គឺដាច់ខាតត្រូវតែឲ្យលក្ខខណ្ឌមិនដូចសម័យការណាសម័យការពេលខ្លះយើងអាចឲ្យក៏បានអត់ក៏បានប៉ុន្តែវិសម័យការគឺខុសពីសម័យការអញ្ចឹងហើយយើងឲ្យលក្ខខណ្ឌគឺកន្លែងណាដែលមានជាប់អញ្ញត្តិអីបងប្អូនគ្នាត្រូវដឹងហាមចេះ12នេះបាច់ឲ្យលក្ខខណ្ឌព្រោះវាមានជាប់អញ្ញត្តិអីទេប៉ុន្តែកន្លែងណាដែលជាប់អញ្ញត្តិអីនេះគឺយើងត្រូវឲ្យលក្ខខណ្ឌអញ្ចឹងយើងដាក់លក្ខខណ្ឌមកបងប្អូនគ្នាសម្រាប់លក្ខខណ្ឌរបស់យើងគឺយើងឲ្យ 5x ដក3ធំជាង0ដាច់ខាតអញ្ចឹងបងប្អូនគ្នាទីរក x មកថាយើងត្រូវតែឲ្យ x ហ្នឹងធំជាងមែនអញ្ចឹងយើងឲ្យ x ធំជាង3លើ5មិនដែរបងប្អូនគ្នាសម្រាប់ x មានន័យថាអញ្ចឹងនៅពេលដែលកាលណាលក្ខខណ្ឌឲ្យ x ធំជាង3លើ5អីចម្លើយគឺត្រូវតែយកចាប់ពី3លើ5ទៅមុខមានន័យថា3លើ5ដល់មុខអណ្ណានបដ ாய் រើសយកចម្លើយប៉ុណ្ណឹងបើសិនជាអត់មានចម្លើយណាដែលវាត្រូវនៅហ្នឹងទេគឺឆោតឆោតទាំងអស់ឬក៏គ្មានចម្លើយចឹងទៅតែឥឡូវស៊ីសងទៅលើវិសម័យការរបស់យើងសិនថារកចម្លើយបានប្រហែលអញ្ចឹងណាអូខេ logarit co 1លើ2នៃ12 logarit co 1លើ2នៃ5ដក 5x ដក3តោះគ្នាត្រូវដឹងថាកាលណា logarit co ដូចគ្នាយើងអាចសម្រួលគ្នាបានវិសម័យការគឺវាអាចនឹងមានលក្ខណៈពិសេសត្រឹមប៉ុណ្ណឹងបងប្អូនឃើញ co ដូចគ្នាយើងសម្រួលគ្នាបានហើយអូខេអញ្ចឹងបងប្អូនអាចបាន12បងប្អូនបាន12ហើយធំជាងប៉ុន្មានបងប្អូនធំជាង 5x ដក3បន្តមកទៀតបងប្អូនយក 5x ដក3ហ្នឹងតូចជាង10 12វិញបងប្អូនបដូរទិសដៅសញ្ញាគឺដោយសារតែបដូរអញ្ញត្តិដែរបងប្អូនមានឲ្យវាត្រឡប់ទៅត្រឡប់មកនឹងអត់មានអីផង 5x ដក3បងប្អូនបោះ3ទៅខាងនោះទៅអញ្ចឹង 5x 12ដក12បូក3យកមកប៉ុន្មានបងប្អូន15មែនអត់អញ្ចឹងដាក់15មកអញ្ចឹង x តូចជាង15លើ5នាំឲ្យ x តូចជាង3ព្រោះអីបងប្អូន15ចែក5គឺស្មើ3ឥឡូវយើងទៅមើលទាំងអស់គ្នាថាគូយកចម្លើយពីណាបងប្អូនពេលខ្លះយើងអាចនឹងដោះស្រាយប៉ុណ្ណឹងហើយយើងយក x តូចជាង3អញ្ចឹងបងប្អូនមានន័យថា x យកពីដកអណ្ណាត13តាមការពិតទៅចម្លើយមិនមែនជាអញ្ចឹងទេយើងត្រូវគូក្រាបឬក៏គូតារាងសញ្ញាណាមួយដើម្បីរកយកចម្លើយព្រោះអីលក្ខខណ្ឌគឺគេឲ្យមក x ត្រូវតែធំជាង3លើ5ដែលខាតប៉ុន្តែនេះ x នេះគឺគេមកបង្ហាញថា x ត្រូវតែតូចជាង3ឥឡូវយើងមកមើលវ៉ារ៉ាប់បងប្អូនគ្នាមកមើលក្រាបឬក៏អីវិញបងប្អូនគ្នាសម្រាប់នេះដែរគឺចាប់ពីដកអណ្ណាតដល់បូកអណ្ណាតនេះគឺយើងត្រូវគូដើម្បីអីគូដើម្បីដឹងថាដើម្បីស្វែងរកចម្លើយបងប្អូនគ្នាស្វែងរកចម្លើយឬក៏ប្រសពគ្នារវាងលក្ខខណ្ឌពេលហាលក្ខខណ្ឌគេឲ្យយក x ធំជាង3លើ5ប៉ុន្តែចម្លើយដែល x យើងរកឃើញ x តូចជាង3អញ្ចឹងហើយបងប្អូនគ្នាត្រូវដឹងថាចេះ x ធំជាង3លើ5អញ្ចឹងកាលណាសញ្ញាធំមកបងប្អូនគ្នាគូសញ្ញាវងកញ្ចក់ដែលបច្ច្រាស់ពីសញ្ញាដើមមានឧទាហរណ៍ថានេះសញ្ញានេះបែរមកខាងនេះអញ្ចឹងមែនបើសិនជាយើងគូសញ្ញាវងកញ្ចក់នៅលើអាហើយយើងគូបែរមកចេះគេថាយើងគូបច្រាស់អញ្ចឹងណាបងប្អូនគ្នាគូបច្រាស់ឬក៏ផ្ទុយពីសញ្ញាដើមបន្តមកទៀត x តូចជាង3 x តូចជាង3មានន័យថាចេះបើសិនជាសញ្ញាហ្នឹងមកណាយើងគូទៅខាងនោះវិញអញ្ចឹងដូចបងប្អូនដឹងអញ្ចឹងថា3លើ5នេះគឺតូចជាង3អញ្ចឹងដាក់3លើ5មកមុខបន្តមកទៀតយើងដាក់3នេះនៅបន្ទាប់ពី3លើ5ហ្នឹងមកបងប្អូនគ្នាមិនបាច់ចាំក្រឹតញ៉ៃញ៉ៃអីទេព្រោះអីគេមិនតែមើលលេខយើងខិតទេអញ្ចឹងណា3លើ5 3បន្តមកទៀតបងប្អូនគ្នានឹងឃើញនិយាយថា2ហ្នឹងគឺប្រសពគ្នាចេះអញ្ចឹងចម្លើយយើងយកចាប់ពីណាបងប្អូនគ្នាយកចាប់ពីមកវងកញ្ចក់នឹងឯងមានន័យថាចេះមកយកប៉ុណ្ណឹងនឹងឯងអញ្ចឹងមានន័យថា x គឺរបស់ពី3លើ5ដល់13អញ្ចឹងចម្លើយយើងគឺចន្លោះពី3លើ5ដល់3ហ្នឹងយកមួយណាក៏បានដែរគឺសិតតែធំជាងនេះទៅគឺសិតតែតូចជាងឬក៏ធំជាងនេះទាំងអស់នេះទៅមើលសិនឥឡូវអញ្ចឹង x របស់អីគេទាំងអស់គ្នា x របស់ពី3លើ5ដល់13ចឹងឆ្លើយគឺមានតែប៉ុណ្្នឹងឯងមិនដែរបងប្អូនគ្នាបន្ទាប់ពីរៀនលំហាត់នេះហើយខ្ញុំសង្ឃឹមថាបងប្អូនគ្នានឹងចាប់បានតើឆ្លើយ
គោលតោះគ្នាភាគច្រើនគឺផ្លេចតាក់ទងទៅនឹងគោលនឹងឯងដោយសារអីពេលខ្លះយើងផ្លេចមើលគោលចឹងទៅយើងអាចបានបដូរទិសដៅសញ្ញាវាខុសមួយតង់ទៀតហើយមួយទៀតគឺយើងអត់ចេះធ្វើអាក់ឬក៏អត់ចេះប្រសពចម្លើយគ្នាដែលធ្វើឲ្យយើងរកចម្លើយទៅវាញញែមែនតើអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណដល់អ្នកគ្នាសម្រាប់ការណានទស្សនាបើសិនជាចូលទៅវីដេអូខ្ញុំកុំឲ្យចុះ follow page ហើយនិង subscribe YouTube ខ្ញុំអ្នកមួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ